អូសួស្តីជួបគ្រូជោគជ័យទៀតហើយថ្ងៃនេះយើងរៀនមេរៀនទី3ណាបរាជ័យជាមេរៀនសម្រាប់កែលម្អបាទធម្មតាគ្មាននរណាម្នាក់រីករាយជាមួយនឹងការបរាជ័យទេប៉ុន្តែវាជាគ្រូដ៏មានឥទ្ធិពលបំផុតដែលយើងអាចមានគិតមើលទៅមុនពេលកុមារម្នាក់អាចដើរបានគេត្រូវឆ្លងកាត់តាមការព្យាយាមនិងបរាជ័យជាច្រើនដងបាទដួលរាប់មិនអស់ហើយរាល់ការបរាជ័យនីមួយៗពួកគេរកឃើញវិធីសាស្ត្រថ្មីដើម្បីក្រោកឈរបោះជំហានរហូតដល់ដើរទៅមុខបានដូច្នេះបើសិនជាគេបោះបង់ការព្យាយាមដើរតាំងពីគ្រាដំបូងមកណាតើមានរឿងអីកើតឡើងដូចយើងនឹងដែរបើសិនជាយើងចាត់ទុកថាការបរាជ័យជាទីបញ្ចប់យើងនឹងខ្លាចក្នុងការហ៊ានធ្វើអ្វីមួយដែលថ្មីប៉ុន្តែបើសិនជាយើងឃើញថាវាជាមេរៀនដ៏ល្អមានតម្លៃមួយវានឹងប្រាប់យើងវិញថាអ្វីដែលគួរជៀសវាងហើយវាក៏ជាស្ពានចម្លងឲ្យយើងឈានទៅមុខបានដែរដូច្នេះយើងគួរតែរៀនសួរខ្លួនឯងថាតើខ្ញុំអាចរៀនអ្វីខ្លះចេញពីរឿងនេះតើខ្ញុំអាចកែច្នៃវិធីសាស្ត្ររបៀបណាឲ្យស្របទៅតាមសភាពការមនុស្សគ្រប់រូបបាទមនុស្សជោគជ័យគ្រប់រូបដូចបងអូនប្រុសស្រីរបស់ខ្ញុំអញ្ចឹងអ្នកខ្លះជាតារា TikTok អ្នកខ្លះទៀតមិនទាន់ក្លាហានឡើយតែត្រូវបានមហាជនចាត់ទុកថាពួកគេគឺជាសហគ្រិនឆ្នើមពួកគេមានស្នាដស្នាមប្រវត្តិនៃការបរាជ័យដូចយើងដែរតែគ្រាន់តែគេប្រែក្លាយវាទៅជាអីទៅជាផ្លូវមួយដែលឈានទៅកាន់ភាពជោគជ័យទៅវិញដែលទម្រាំតែខ្ញុំបង្កើតបានវីដេអូមួយនេះបាទខ្ញុំធ្វើការថតជាច្រើនដងវគ្គមុនខ្ញុំថតហ្នឹងមីក្រូហ្វូនខ្ញុំវាអត់ស៊ីងជាមួយនឹងទូរស័ព្ទទៀតអត់សំឡេងទៀតណាយ៉ាងតិចក៏5 6ដងដែរឃើញគ្រូជោគជ័យប្រកែនិយាយថានិយាយអត់ចេះតាក់តែនិយាយខុសកែប្រែរហូតបាទអញ្ចឹងមានការរិះគន់ជាច្រើនតាំងពីគុណភាពរូបភាពនិងសំឡេងតែខ្ញុំនៅតែបន្តនៅក្នុងការបង្កើតវីដេអូហ្នឹងខំរៀនសូត្រកែច្នៃជាលំដាប់ហើយបើសិនជាចង់ឃើញវីដេអូខ្ញុំល្អឥតខ្ចោះរងចាំវីដេអូទី400សិនបាទខ្ញុំគ្រូជោគជ័យនេះជាមេរៀនឬក៏អនុសាសន៍ទី3របស់ខ្ញុំ